រុនថតក៏ក្រៅដីហ្វីលីពីនរងគ្រោះរំជួយដី 7.8 វិកទ័របានឆក់យកជីវិតមនុស្សកើនដល់ជិត 50 នាក់ហើយសួស្ដីបងប្អូនប្រិមិត្តគ្រោះធម្មជាតិមិនមានភ្នែកនោះទេហើយនៅពេលនេះវាបានវាយប្រហារយ៉ាងសាហាវលើប្រទេសហ្វីលីពីនគិតត្រឹមរសៀលថ្ងៃពុធទី 10 ខែមិថុនាឆ្នាំ 2026 តួលេខអ្នកបាត់បង់ជីវិតនៅក្នុងគ្រោះរំជួយដី 7.8 វិកទ័របានកើនឡើងដល់ 46 នាក់ទៅហើយតួលេខនេះមិនទាន់បញ្ចប់ត្រឹមនេះទេខណៈមនុស្ស 17 នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយតើមានអ្វីកើតឡើងឲ្យពិតប្រាកដហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង 7:37 នាទីព្រឹកថ្ងៃច័ន្ទនៅឆ្នេរសមុទ្រនៃកោះមីដាណាវភាគខាងត្បូងប្រទេសហ្វីលីពីនកម្លាំងរំជួយដីដ៏មហិមាបានធ្វើឲ្យអគារខ្ពស់ៗសាលារៀននិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវដួលរលំដោយគេរលាកក្រុមជួយសង្គ្រោះបន្ទាន់កំពុងប្រឹងប្រែងទាំងយប់ទាំងថ្ងៃជីកកកាយគំនរអគារជាពិសេសនៅផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុង General Santos ជាទីកន្លែងដែលគេបានទាញសពចេញមកជាបន្តបន្ទាប់មិនតែប៉ុណ្ណោះនៅក្នុងខេត្ត Davao Occidental គ្រោះរំជួយដីនេះបានបង្កជាការបាក់ស្រត់ដីក៏ផ្ទះសម្បែងប្រជាពលរដ្ឋបន្ថែមទៀតហ្វីលីពីនគឺជាប្រទេសដែលស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលធ្វើឲ្យប្រទេសនេះប្រឈមនឹងគ្រោះរំជួយដីនិងបន្ទុះភ្នំភ្លើងញឹកញាប់បំផុតប៉ុន្តែកម្រិត 7.8 វិកទ័រគឺជាកម្រិតមហន្តរាយដ៏ធំធេងដែលទាមទារឲ្យមានការជួយសង្គ្រោះអន្តរជាតិជាបន្ទាន់ស្របពេលដែលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់រងគ្រោះត្រូវបានកាត់ផ្តាច់ទាំងស្រុងប្រយ័ត្នខ្ទេចមុខថៃបំបីសម្បុកទំនិញคล้ายៗជាង 1 លានដុំបញ្ជាដោយមេខ្យល់ចិនងាកមកមើលប្រទេសជិតខាងយើងវិញម្ដងរឿងនេះជារឿងដែលអ្នកចូលចិត្តទិញទំនិញអនឡាញត្រូវតែដឹងអាញាធរថៃទើបតែបានចូលឈ្មោះបំបីឃ្លាំងទំនិញដ៏ធំសម្បែមួយនៅក្នុងខេត្តសមុទ្រប្រខានដោយបានរកឃើញទំនិញคล้ายៗនិងខូចគុណភាពរហូតដល់ជាង 1 លានដុំដែលមានតម្លៃជាង 12 លានបាតតើទំនិញទាំងអស់នោះមានអ្វីខ្លះគួរឲ្យតស្លុតណាស់វាមានទាំងកាហ្វេម៉ាកល្បីៗដែលប្រើលេខបញ្ចការคล้ายៗម្សៅម៉ាឆាគ្មានស្លាកសញ្ញាគ្រឿងសម្អាងคล้ายៗដែលធ្វើឲ្យខូចស្បែកមុខនិងអ្វីដែលរឹតតែសាហាវនោះគឺសម្លេងអនាម័យខូចគុណភាពជាង 50,000 ដុំដែលបង្កជាហានិភ័យធ្ងន់ធ្ងរដល់សុខភាពស្ត្រីក្រោយការស៊ើបអង្កេតឃ្លាំងនេះត្រូវបានដំណើរការដោយបរិសុទ្ធជនជាតិចិនម្នាក់ជនជាតិនេះបានសារភាពថាខ្លួននិងប៉ាពួកជាមេខ្យល់ចិនបានលួចនាំចូលទំនិញអន់ទាំងនេះពីប្រទេសចិនមកស្តុកទុកនៅក្នុងទឹកដីថៃជិត 6 ខែមកហើយដើម្បីបោកលក់អតិថិជនតាមអនឡាញនេះគឺជាការដាស់តឿនដ៏ធំមួយសម្រាប់អ្នកដែលទិញទំនិញអនឡាញមិនថាត្រឹមតែប្រទេសថៃទេតែនៅទូទាំងតំបន់ក្រុមឧក្រិដ្ឋជនទាំងនេះកំពុងទាញយកប្រយោជន៍ពីភាពធូររលុងនៃការត្រួតពិនិត្យគយដើម្បីប្រែក្លាយប្រទេសមួយឲ្យទៅជាទីលានចាក់សម្រាមទំនិញពុលមុននឹងចុចទិញទំនិញថោកៗតាមប្រព័ន្ធអ៊ីនធឺណិតសូមប្រយ័ត្នព្រោះអ្នកអាចកំពុងទិញថ្នាំពុលមកបំផ្លាញសុខភាពខ្លួនឯងសង្គ្រាមធំហើយអ៊ីរ៉ង់សងសឹកអាមេរិកគំតិចដ្រូន MQ-9 និងបាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពសោកដានីបារ៉ែនលោកអ្នកនាងជាទីមេត្រីស្ថានភាពនៅមជ្ឈិមបូព៌ានៅពេលនេះលែងអាចគ្រប់គ្រងបានទៀតហើយកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានដោយផ្ទាល់ទៅលើមូលដ្ឋានយោធាអាមេរិកជាបឋមអ៊ីរ៉ង់បានប្រកាសថាខ្លួនបានបាញ់ទម្លាក់ដ្រូនស៊ើបការនិងប្រយុទ្ធដ៏ទំនើបបំផុតរបស់អាមេរិកប្រភេទ MQ-9 Raptor នៅភាគខាងត្បូងប្រទេសនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះអ៊ីរ៉ង់បានបញ្ជូនដ្រូនអតិឃាតនិងមីស៊ីចម្ងាយឆ្ងាយទៅវាយប្រហារគោលដៅយោធាអាមេរិកដល់ទៅ21កន្លែងនៅក្នុងតំបន់នៅសោកដានីអ៊ីរ៉ង់បានអះអាងថាបាញ់មីស៊ីគំតិចឃ្លាំងផ្ទុកយន្តហោះចម្បាំង S-35 និងមជ្ឈមណ្ឌលបញ្ជាការនៅមូលដ្ឋានទ័ពអាកាសអាល់អារ៉ាទោះបីជាសោកដានីចេញមុខបដិសេធថាខ្លួនបានបាញ់គំតិចស្ទាក់មីស៊ីទាំងនោះបានក៏ដោយនៅបារ៉ែន
វងត្រូនអ៊ីរ៉ង់បានហោះទៅបុកទីស្នាក់ការកងពលលេខ5របស់កងទ័ពជើងទឹកអាមេរិកនៅគុយវ៉េតមូលដ្ឋានទ័ពអាលីអាសាឡឹមក៏រងការវាយប្រហារធ្វើឲ្យប្រទេសគុយវ៉េតទាំងមូលប្រកាសអាសន្នជាបន្ទាន់មូលហេតុនៃការសងសឹកភ្លើងកំហឹងនេះឆាបឆេះឡើងក្រោយពីអាមេរិកបានវាយប្រហារលើស្ថានីយ៍រ៉ាដាអ៊ីរ៉ង់នៅច្រកសមុទ្រយុទ្ធសាស្ត្រហូម៉ូដើម្បីសងសឹកនឹងការដែលអ៊ីរ៉ង់បាញ់ទម្លាក់ឧទ្ធម្ភាគចក្រអាផេករបស់អាមេរិកកាលពីថ្ងៃអង្គារនេះមិនមែនជាការវាយប្រហារតាមរយៈក្រុមប្រូស៊ីទៀតទេតែវាគឺជាការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងមហាអំណាចយោធាទាំងពីរការព្រមានរបស់ក្រសួងការបរទេសអ៊ីរ៉ង់ទៅកាន់ប្រទេសនៅក្នុងតំបន់ឈូសមុទ្រប៉ែកកុំឲ្យអាមេរិកខ្ចីដៃវាយអ៊ីរ៉ង់ដើម្បីបង្ហាញច្បាស់ថាសង្គ្រាមដ៏ធំមួយដែលអាចទាញយកប្រទេសពាក់ព័ន្ធទាំងអស់ឲ្យវិនិច្ឆ័យអន្តរាយកំពុងតែខិតគៀកមែនទែនហើយពិភពលោកព្រឺសម្បល់ឥណ្ឌាសម្រេចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាលើកដំបូងក្នុងប្រវត្តិសាស្ត្រស្របពេលដែលពិភពលោកកំពុងវឹកវរព័ត៌មានដ៏គួរឲ្យតក់ស្លុតមួយទៀតបានលេចឡើងជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រទេសឥណ្ឌាបានសម្រេចចិត្តបញ្ចេញនិងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន12គ្រាប់ទៅនឹងប្រព័ន្ធអាវុធបាញ់បង្ហោះរបស់ខ្លួនរួចស្រេចទៅហើយយោងតាមរបាយការណ៍ស៊ើបអង្កេតរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តូកហូនេះគឺជាការបិទបាញ់គោលជំហរយោធា360ដឺក្រេរបស់ទីក្រុងញូដេលីពីមុនមកឥណ្ឌាតែងតែប្រកាន់គោលជំហររក្សាក្បាលគ្រាប់នុយក្លេអ៊ែរឲ្យនៅដាច់ដោយឡែកពីអាវុធបង្ហោះនៅក្នុងសម័យកាលសន្តិភាពដើម្បីជៀសវាងការបាញ់ដោយអចេតនាប៉ុន្តែពេលនេះអាវុធមហាប្រឡ័យលោកទាំងនេះត្រូវបានដំឡើងលើប្រព័ន្ធត្រីភាគីទំនើបដែលត្រៀមជាស្រេចអាចបាញ់ចេញពីយន្តហោះចម្បាំងមីស៊ីលលើគោកនិងនាវាមួយទឹកការផ្លាស់ប្ដូរនេះបានកើតឡើងចំពេលឥណ្ឌាមានក្បាលគ្រាប់ប្រមាណជា170គ្រាប់ទៅ180គ្រាប់ត្រដំត្រសងគ្នានឹងសត្រូវប្រវត្តិសាស្ត្ររបស់ខ្លួនគឺប្រទេសប៉ាគីស្ថានតើហេតុអ្វីបានជាឥណ្ឌាត្រូវត្រៀមខ្លួនដល់កម្រិតនេះអ្នកវិភាគមើលឃើញថាសង្គ្រាមនៅអ៊ុយក្រែនភាពតានតឹងនៅមជ្ឈមបូព៌ានិងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីគឺជាកត្តាជំរុញដ៏ធំឥណ្ឌាកំពុងតែប្រាប់ពិភពលោកថាសន្តិភាពលែងមានភាពប្រកបប្រជាទៀតហើយឥណ្ឌាត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចុចប៊ីតុងនុយក្លេអ៊ែរប្រសិនបើមានការគំរាមកំហែងដល់អរិយភាពរបស់ខ្លួនតើលោកអ្នកយល់យ៉ាងណាដែរចំពោះព្រឹត្តិការណ៍ដ៏ក្តៅគគុកទាំងនេះតើពិភពលោកកំពុងដើរឆ្ពោះទៅរកមាត់ជ្រោះនៃសង្គ្រាមលោកលើកទី3មែនឬទេសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូមួយនេះកុំភ្លេចចុច like share និង subscribe ដើម្បីកុំឲ្យរំលងព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា